អូខេសួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះមានអារម្មណ៍ថាអបសុកទាំងថ្ងៃចុងសប្តាហ៍គឺអបសុកហ្មងចង់ទៅដើរលេងអូខេអញ្ចឹងសម្រាប់ខេត្តរតនគិរីគឺខ្ញុំដើរលេងច្រើនដែរអញ្ចឹងមានទឹកជ្រោះមួយដែលខ្ញុំខានមកលេងយូរជាងគេហើយថ្ងៃហ្នឹងខ្ញុំនឹងមកលេងនៅទឹកជ្រោះហ្នឹងហើយខ្ញុំយកមីនេះមកឆុងញ៉ាំនៅកន្លែងហ្នឹងចម្ងាយប្រមាណ9គីឡូពីទីរួមខេត្តរតនគិរីយើងនឹងមកដល់ទឹកជ្រោះដ៏ស្រស់ស្អាតមួយដែលនៅទីនេះគេហៅថាទឹកជ្រោះផ្ដាំស្នេហ៍ឬក៏អ្នកខ្លះហៅថាទឹកជ្រោះផ្ដាច់ស្នេហ៍ផងដែរប៉ុន្តែបើយើងមើលនៅលើផែនទីឃើញគេដាក់ថាទឹកធ្លាក់អូជុងអញ្ចឹងយើងក៏អត់ដឹងច្បាស់ថាតើឈ្មោះពិតប្រាកដរបស់ទឹកធ្លាក់នេះមានឈ្មោះអ្វីដែរចង់ដឹងថាតើទឹកធ្លាក់នេះមានឈ្មោះអ្វីដែរមានដឹងអត់ទឹកធ្លាក់ផ្ដាច់ស្នេហ៍បងផ្ដាច់ស្នេហ៍ចាអត់មានឈ្មោះផ្សេងទេណាអត់ទេកាហាយខ្លះទៅកាហាយកាហាយជ្រោះផ្ដើមស្នេហ៍អញ្ចឹងហេតុអីបានឥឡូវគេថាផ្ដាច់ស្នេហ៍វិញអត់ដឹងផងអត់ដឹងដែរគេច្រើនគេយំហៅអ្នកខ្លះហៅថាទឹកជ្រោះផ្ដើមស្នេហ៍អ្នកខ្លះហៅថាទឹកជ្រោះផ្ដាច់ស្នេហ៍បងអូខេប្រហែលជាថាអ្នកខ្លះគេមកផ្ដើមអ្នកខ្លះគេមកផ្ដាច់អញ្ចឹងណាកាមេរ៉ាមែនអញ្ចឹងសម្រាប់អ្នកដែលដឹងពីប្រវត្តិនៃទឹកធ្លាក់នេះច្បាស់សូមជួយផ្ដល់ជាយោបល់នៅក្នុង comment ខាងក្រោមផងនៅទីនេះមានទឹកធ្លាក់ពីរច្រកដែលច្រកទី1រាងចំណោតខ្លាំងហើយមានកម្ពស់ខ្ពស់ល្មមហើយច្រកទឹកហូរមួយទៀតរាងជម្រាលទេដែលយើងអាចដើរឡើងទៅដល់ខាងលើបានមកដល់ឃើញគេលេងទឹករីទំនងដែរហើយទឹកនៅទីនេះរាងថ្លាផងអញ្ចឹងចាំការចូលទៅលេងទឹកនឹងគេដែរការពិតទៅជ្រោះផ្ដាំស្នេហ៍ឬទឹកធ្លាក់ផ្ដាំស្នេហ៍នេះមានប្រភពទឹកមកពីទំនប់ខាងលើដែលទំនប់ខាងលើនោះគេហៅថាទំនប់បឹងវ៉ារីឬក៏បឹងផ្ដាំស្នេហ៍ហើយសម្រាប់ខែនេះគឺមិនសូវមានទឹកធ្លាក់ច្រើនដូចខែវស្សាទេបើខែវស្សាវិញគឺយើងមិនអាចចុះទៅលេងនៅខាងក្រោមបានទេដោយសារតែមានទឹកចូលជន់ខ្លាំងពេកហើយជាពិសេសគឺទឹកមានសភាពល្អក់ខ្លាំងជាអំណោយផលល្អក្នុងពេលដែលខ្ញុំទៅគឺនៅទីនោះមានសភាពស្ងប់ស្ងាត់ល្អមានទឹកថ្លាយ៉ងជាពិសេសមិនសូវមានទឹកជ្រៅខ្លាំងដែលអំណោយផលទៅដល់ការលេងទឹកមែនទែនបន្ទាប់ពីលេងទឹកឆ្អែតហើយយើងក៏មករកញ៉ាំហើយសម្រាប់របស់ដែលខ្ញុំត្រៀមមកញ៉ាំថ្ងៃនេះគឺជាមីស៊ីនរ៉ាមៀនជាផលិតផលរបស់ប្រទេសកូរ៉េមួយកំប៉ុងនេះគឺរសជាតិគីមឈីហើយខ្ញុំក៏ត្រៀមទឹកក្តៅមួយកំប៉ុងផងដែរយកមកស្រស់ញ៉ាំនៅទីនេះហើយការអង្គុយញ៉ាំមីបែបនេះគឺជាការរំលឹកដល់អនុស្សាវរីយ៍ចាស់ដែលខ្ញុំធ្លាប់មកញ៉ាំនៅទឹកជ្រោះនេះកាលពីនៅក្មេងៗហើយកាលពីមុនគឺអត់បានញ៉ាំមីល្អអញ្ចឹងទេគឺត្រឹមតែមីកញ្ចប់មួយកញ្ចប់500ហើយសម្រាប់មីកាលនោះក៏មិនបានញ៉ាំអីត្រឹមត្រូវដែរគឺយកមកហើយតែកញ្ចប់ក៏លុកជាមួយនឹងអំបិលញ៉ាំទាំងឆៅតែម្ដងហើយជួយប្រាប់តិចមើលតើអ្នកណាខ្លះដែលចូលចិត្តញ៉ាំមីឆៅដូចខ្ញុំដែរទឹកធ្លាក់នេះមានភាពស្រស់ស្អាតតាមរដូវកាលរបស់វាអញ្ចឹងបើរដូវវស្សាគឺមានទឹកធ្លាក់ច្រើនយើងអាចថតរូបលេងបានយ៉ាងស្រស់ស្អាតហើយសម្រាប់រដូវប្រាំងគឺមិនសូវមានទឹកច្រើនទេប៉ុន្តែយើងអាចលេងទឹកកម្សាន្តបានផងដែរភាគច្រើនអ្នកដែលមកលេងកម្សាន្តនៅទឹកធ្លាក់នេះគឺជាយុវជនដែលរស់នៅក្នុងតំបន់ក្បែរនេះហើយគាត់មកលេងបាននៅថ្ងៃចុងសប្តាហ៍និងនៅថ្ងៃសម្រាប់ពីការសិក្សាអ្នកខ្លះមកថតរូបលេងអ្នកខ្លះមកលេងទឹកហើយអ្នកខ្លះក៏យកចំណីអាហារមកញ៉ាំជុំគ្នានៅទីនេះផងដែរអ្វីត្បិតតែទឹកធ្លាក់នេះមានភាពស្រស់ស្អាតនិងមានភាពទាក់ទាញភ្ញៀវទេសចរក្នុងស្រុកក៏ដូចជាភ្ញៀវទេសចរបរទេសបានមួយចំនួនមែនប៉ុន្តែនៅមិនទាន់មានឃើញការរៀបចំកែលម្អបន្ថែមដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តកាន់តែច្រើនជាងមុននោះទេដោយសារនៅទីនេះមិនទាន់ឃើញមានសាសង់កញ្ចក់ឬកៅអីសម្រាប់ភ្ញៀវទេសចរអង្គុយសម្រាកនោះទេហើយជាពិសេសក៏មិនទាន់ឃើញមានធុងសម្រាមផងដែរដូច្នេះហើយអ្នកដែលលេងកម្សាន្តនៅទីនោះមួយចំនួនក៏បានបោះចោលសម្រាមផ្ដេសផ្ដាស់នៅតាមមាត់ទឹកក៏ដូចជានៅក្នុងទឹកផងដែរសង្ឃឹមថាទៅថ្ងៃមុខនឹងមានការរៀបចំកែលម្អបន្ថែមដើម្បីធ្វើឲ្យទឹកធ្លាក់នេះកាន់តែមានភាពទាក់ទាញបន្ថែមទៀតទឹកជ្រោះផ្ដាំស្នេហ៍ឬក៏ផ្ដាច់ស្នេហ៍នេះស្ថិតនៅក្នុងភូមិណាឃុំណាស្រុកណាភូមិអូរំយោឃុំអូចុំស្រុកអូចុំខេត្តរតនគិរីអូខេអញ្ចឹងអ្នកដែលទស្សនាដឹងហើយពីព្រោះពីមុនមកដឹងថាទឹកជ្រោះតែអត់ដឹងថានៅទីតាំងណាទេអញ្ចឹងបើថាចង់មកលេងអាចមកតាមអាស័យដ្ឋានដែលបងស្រីបាននិយាយមែនតែនេះមានភាពស្រស់ស្អាតគួរឲ្យគយគន់តែបើមានការរៀបចំកែលម្អបន្ថែមប្រកាសជាមានភាពតាក់ទាញកាន់តែខ្លាំងហើយបើអ្នកទាំងអស់គ្នាដែលទៅកម្សាន្តនៅទីនោះចូលរួមថែរក្សាបរិស្ថាននិងអនាម័យនៅទីនោះគឺពិតជាពិសេសបំផុតសម្រាប់ខ្ញុំគឺតែងតែប្រមូលនៅរាល់សម្រាមដែលខ្ញុំបានបង្កើតឡើងនៅពេលដែលទៅកម្សាន្តនៅទីកន្លែងរមណីយដ្ឋានណាមួយហើយការប្រមូលនេះគឺយើងយកទៅបោះចោលនៅតាមធុងសម្រាមណាដែលអាចបោះចោលបាន